ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើណែមសាច់ត្រីហើយនេះគឺផ្សំរបស់យើងខ្ទឹមសខ្ទឹមក្រហមម្ទេសម្ទេសបុករ៉ូឌីបន្តិចស្ករបន្តិចអំបិលបន្តិចហើយនឹងប៊ីចេងហើយខ្ញុំមានស្បែកជ្រូកដែរហើយនេះទឹកត្រីយើងបន្ថែមបន្តិចទៅនេះវិញគឺសាច់ត្រីចាសាច់ត្រីរបស់យើងគឺល្អខ្លាំងណាស់គេដំបូងហើយគឺយើងចាប់ផ្ដើមយកសាច់ត្រីខ្ញុំនេះគិតទៅប្រហែលជា1គីឡូសាច់ត្រីខ្ញុំចូលហើយគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំរបស់យើងនេះគឺជាគ្រឿងផ្សំរបស់យើងខ្ទឹមសចូលមកជាមួយនឹងខ្ទឹមក្រហមផងដែរហើយមិនភ្លេចទេតួអង្គពិសេសគឺតែយើងថ្មតែដាក់ច្រើនតិចហើយនឹងរំដេងនេះក៏ខ្ញុំបានបុកនេះត្បាល់យកមកតាមវិសុខខ្មែរខ្ញុំបន្ថែមម្សៅរ៉ូឌីបន្តិចណាប៊ីចេងបងប្អូនអត់ចេះញ៉ាំបាយដាក់ទេខ្ញុំដាក់តិចតាមទេហើយស្ករសទាំងអស់នេះគឺសិតតែមួយស្លាបព្រាកាហ្វេទេពីអំបិលគឺកន្លះស្លាបព្រាកាហ្វេហើយខ្ញុំក៏បន្ថែមទឹកត្រីបន្តិចហើយដាក់ឈ្មោះទេគេអោគេឥឡូវយើងចាប់ផ្ដើមក្លុបយើងទៅហើយស្បែកជ្រូកយើងចាំដាក់តាមក្រោយជាមួយនឹងម្ទេសហ្នឹងបន្ទាប់ពីដាក់គ្រឿងយើងនឹងចូលហើយខ្ញុំបន្ថែមនិយាយទៅចាស់ដោយសារតែណែមខ្ញុំរបស់ឆៅអញ្ចឹងដាក់គ្រឿងឲ្យយើងច្រើនបានចឹងហើយដើមវាឡើងយ៉ាងមកក៏ទៅទុកទៅចឹងហើយបន្ទាប់ពីគ្រឿងយើងហ្នឹងគឺបានកិនចូលគ្នាអស់ហើយយើងចាប់ផ្ដើមដួសវាចេញមកដើម្បីបន្ថែមស្បែកជ្រូកជាមួយអត់ទាន់បានចូលជាតិគ្រប់ថ្ងៃផងឈ្ងុយហ្នឹងបន្ថែមចឹងទៀតមកហើយឥឡូវគឺសាច់ត្រីរបស់យើងគឺបែបនេះយើងចាប់ផ្ដើមបញ្ចូលជាមួយនឹងស្បែកជ្រូកខ្ញុំអត់សូវដាក់ច្រើនទេព្រោះខ្ញុំអត់សូវចូលចិត្តស្បែកជ្រូកប្រហែលទេចឹងខ្ញុំដាក់តិចបានហើយពីចាក់ស្បែកជ្រូកចូលខ្ញុំចាប់ផ្ដើម4ម៉ាចែកទៅច្បាច់មិនមានទៅសក់គ្នាចឹងហើយខ្ញុំគ្មាននេះទេមានតែដាក់ចាចូលចិត្តម្ទេសបាច់ដាក់